បាទថ្ងៃសួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានតពីវីដេអូមុនគឺយើងអត់មាន overload ទេចំណែកវីដេអូនេះគឺយើងមាន overload បាទនេះគឺ overload បាទនេះ overload នេះគឺ overload តែនេះគឺជាជើងបញ្ជារបស់ overload ជើងបញ្ជារបស់ overload អញ្ចឹងកាលពីវីដេអូមុនយើងអត់បានដាក់ overload ដើម្បីការពារ motor ពីការឡើងកម្ដៅនិងលើកបន្ទុកទេបាទអញ្ចឹងចំណែកវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើយើងមូលហេតុអីបានយើងត្រូវដាក់ overload បាទយើងដាក់ overload គឺដើម្បីការពារទៅលើ motor យើងពេលដែល motor យើងឡើងកម្ដៅខុសប្រក្រតីអញ្ចឹង overload ជាអ្នកផ្ដាច់ sequence បញ្ជាមិនឲ្យដំណើរការ motor បាទអញ្ចឹងវិធីភ្ជាប់គឺអត់មានអីពិបាកទេបាទគឺយើងភ្ជាប់យើងគ្រាន់តែថែម overload មកគ្រាប់ទៀតមកហើយចំណែកខាងផ្នែក sequence បញ្ជាគឺយើងយក overload នេះមកដាក់ខាងលើបាទសម្រាប់អ្នកខ្លះគឺគេយក overload នេះមកដាក់ខាងក្រោមផ្នែកលើនេះបាទសម្រាប់ខ្ញុំគឺខ្ញុំអត់យកមកដាក់ទេបាទខ្ញុំអត់ recommend ឲ្យដាក់ខាងក្រោមទេសម្រាប់ខ្ញុំគឺខ្ញុំដាក់ខាងលើទេអញ្ចឹងចំពោះ sequence បញ្ជាគឺយើងថែមតែ overload claim បន្ទាប់ពី full sheet នេះមកទេអ្នកទាំងអស់គ្នាចង់ដាក់ខាងលើនេះក៏បានដាក់ខាងក្រោមនេះក៏បាននេះដាក់កន្លែងខាងលើខយរបស់ computer នេះក៏បានបាទសម្រាប់ខ្ញុំដាក់ខាងលើទៅបាទអញ្ចឹងទីភ្ជាប់របស់យើងគឺយើងចេញពី full sheet មកយើងចូលមក overload 95ចេញ96ចូលប៊ូតុង stop បាទចេញពីប៊ូតុង stop ចូលប៊ូតុង start បាទចេញពីប៊ូតុង start ចូលមកបូប៊ីនរបស់ computer ចំណែក extender គឺយើងរត់direct ហើយចន្លោះ start stop នេះយើងត្រូវអូសចូលជើងជំនួយចំហរបស់ computer បាទបានចេញពីជើងជំនួយចំហរបស់ computer យើងចូលមក A1 វិញបាទចំណែកខាង sequence ជាក់ស្ដែងគឺយើងតដូចគ្នាបាទតែនៅក្នុង sequence ជាក់ស្ដែងគឺខ្ញុំប្រើជា decenter បាទដោយសារនៅក្នុងកម្មវិធីនេះអត់ឃើញមាន full sheet ទេចឹងខ្ញុំយក decenter ពីរពូលយកមកដាក់អញ្ចឹងទីភ្ជាប់យើងភ្ជាប់ node ចូលមក decenter មក pha ចូល decenter មក pha 3នេះយើងយកមួយណាក៏បានដែរសម្រាប់ខ្ញុំយក pha ទី1បាទចេញពី pha ទី1មកចូល decenter បាទចេញពី decenter មកចូលមកជើង95នេះបាទអញ្ចឹងយើងចូលមក decenter ចូលមកជើង95នេះជើង95របស់ overload បាទចេញពី95នេះមកចេញពី96បាទមានន័យថាយើងចូល95ចេញ96ចូលមកប៊ូតុង stop បាទនេះដូចនៅក្នុង sequence នេះបាទចេញពីប៊ូតុង stop បាទចូលប៊ូតុង start ចេញពីប៊ូតុង stop ចូលប៊ូតុង start ចេញពីប៊ូតុង start បានចូលមកបូប៊ីនរបស់ computer A1 បាទចូលមកបូប៊ីន computer A1 បាទហើយចន្លោះ start stop នេះកន្លែងនេះកន្លែងតรงនេះកន្លែងនេះខ្ញុំគូសមុំសញ្ញាប៉ុងនេះគឺយើងចន្លោះ start stop មានប៉ុងពីចន្លោះ start stop មកចូលមកជើងជំនួយចំហរបស់ computer បាទ NO បាទចេញពីជំនួយចំហរបស់ NO មកចូលមកបូប៊ីនរបស់ computer វិញបាទអញ្ចឹងវិធីភ្ជាប់គឺងាយបាទអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូខ្ញុំក៏អ្នកទាំងអស់គ្នាអាចភ្ជាប់នឹងត sequence នេះបានដែរបាទសម្រាប់ដំណើរការខ្ញុំនឹងដំណើរការឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំភ្ជាប់ full sheet មកភ្ជាប់ decenter មកអញ្ចឹងខ្ញុំចុចប៊ូតុង start បាទ motor យើងដំណើរការបាទដំណើរការបាទខ្ញុំចុចប៊ូតុង stop motor ដាក់ដំណើរការខ្ញុំចុចប៊ូតុង start motor ដំណើរការបាទខ្ញុំចុចប៊ូតុង stop motor គឺបាទដំណើរការបាទអញ្ចឹងពេលដែលខ្ញុំចុចប៊ូតុង start ក្នុងករណីដែល motor យើងឡើងកម្ដៅលើបន្ទុកខុសប្រក្រតីអញ្ចឹង overload គឺវាជាអ្នកកាត់ផ្ដាច់នៅ sequence មិនឲ្យ motor ដំណើរការបាទនេះកន្លែងទៅនេះគឺ motor យើងអាចដំណើរការប្រទេសយើងចុចយ៉ាងម៉េចក៏វាអត់ដំណើរការដែរបាទអញ្ចឹងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទជួបគ្នានៅវីដេអូក្រោយជាមួយនឹងរបៀបនៃការដាក់អំពូលសញ្ញាបាទអំពូលសញ្ញាថាតើខាងមុខទូរបស់យើងចុចធ្វើម៉េចយើងចុចទៅធ្វើម៉េចដឹងថា motor យើងដំណើរការអញ្ចឹងគ្រាន់តែយើងថែមអំពូលសញ្ញាបាទពេលដែលវាលើកបន្ទុកតើអំពូលសញ្ញាមួយណាធ្វើឲ្យ motor លើកបន្ទុកបាទហើយចំពោះអំពូលសញ្ញា stand by ខ្ញុំនឹងដាក់ជូនបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយនៅពីរបៀបនៃការដាក់នៅអំពូលសញ្ញាដើម្បីដឹងថា motor ដំណើរការឬក៏លើកបន្ទុកបាទឬក៏មានភ្លើង stand by ចូលទៅក្នុងទូបាទកុំភ្លេចតាមដានវីដេអូបន្តទៀតហើយកុំភ្លេចជួយ like ជួយ share ជួយ subscribe នៅ channel YouTube ខ្ញុំម្នាក់មួយផងបាទដើម្បីខ្ញុំចេញវីដេអូថ្មីៗចែកជូនអ្នកទាំងអស់គ្នាបាទអរគុណច្រើនសម្រាប់ការតាមដាន